ជាសួរមកបងប្អូនគ្នាបាទថ្ងៃនេះមាន BMW 1300cc អានេះវាសិន4ណាបងប្អូនបាទនេះប្រើប៊ិច4អានេះក៏រកកន្លះរបស់វាខ្ញុំចង់ប្រាប់បងប្អូនតិចបាទនេះដោយសារតែខ្ញុំធ្វើអត់តាន់ហើយខ្ញុំថតឆៅផុសឆៅហ្មងអញ្ចឹងទៅវាលឺសលេងរំខានខ្លាំងដោយសារតែយើងថតភ្លាមផុសភ្លាមផុសឆៅយកគ្នាហ្មងណាពួកនេះប្រើ ABS ភ្លើងហើយជាមួយនឹងប្រើកលេដោយសារតែពួកវាអត់មានប្រភេទប្រើច្បាស់ទេបើសិនវាធំប្រើកលេទេណានេះអានេះគឺកលេបងប្អូនមកពីប៉ងប្រអប់លេខមកចាប់ពីក្បាលកន្លះប៉ងប្រអប់លេខនេះកលេនឹងហ្មងបាទប្រើកលេហើយវាមានប្រេងរបស់វាអីរបស់វាត្រឹមត្រូវណាអានេះគេស៊ូជើងញាក់បាទហេតុផលដែលគេប្រើកលេដោយសារម៉ាស៊ីនវាធំហើយពេលដាក់លេខទៅវាកត្រាក់អញ្ចឹងពេលខ្លះប្រើច្បាស់អាចនឹងដាច់ករណីដែលវាកត្រាក់ខ្លាំងដាច់យកគ្នាហ្មងមនុស្សបាទថាវាក្រាកុយវាក៏ធំដែរចង់និយាយតិចអានេះគឺធ្វើឆេះហើយតែគាត់ថាឆេះអត់តាន់ស្រួលដល់ញាក់ឥឡូវយើងកំពុងតែរកថែមទៀតនេះប្រើ demo ដុំដេនិយាយទៅខ្ញុំមិនមែនតែមកបង្ហាញអីបងប្អូនពេលខ្លះទៅអាម៉ាស៊ីននេះត្រូវរើក្បាលកន្លះទៀតដោយសារវាហុយអញ្ចឹងទៅយើងធ្វើតាមដំណើរការតែខ្ញុំចង់និយាយប្រាប់បងប្អូនថាខោឲ្យបងប្អូនមើលហ្នឹងថតឲ្យបងប្អូនមើលបាទឃើញម៉ូតូដូចខ្ញុំនិយាយចឹងខ្ញុំមានម៉ូតូអីប្លែកយកបងប្អូនអត់ដែលឃើញចឹងខ្ញុំថតឲ្យបងប្អូនមើលទាំងអស់ហ្នឹងបាទកំភៃហើយសួរថាមើលដើម្បីអីបាទមើលដើម្បីដឹងថាម៉ូតូអីខ្លះចឹងណាពេលខ្លះបងប្អូនអត់ដែលឃើញឯដូចពួក NMAX Aerox អីហ្នឹងបងប្អូនយើងភាគច្រើនគឺគាត់អត់ដែលឃើញទេព្រោះខ្ញុំឃើញតែស្វាំរើម៉ាស៊ីនក៏បានធ្វើជីវាហើយអស់ហើយចឹងវាពេលខ្លះទៅបងប្អូនណាចូលមកខមមិនថាឃើញឡើងសាមខ្ញុំថតបង្ហាញតែអ្នកមិនតាន់ស្លាប់ឃើញទេអ្នកដែលឃើញហើយក៏អូសរំលងទៅដូចអានេះចឹងណាថា2ក្បែរ2ឲ្យមើលបងប៉ុណ្ណេះបងប្អូនមើលទៅថាប្រាំងពណ៌នេះប្រើ ABS ទៀតនេះ ABS ភ្លើងទៀតមិនដឹងងាយធ្វើអីអានេះប្រើប៊ិចក Air ក Gear 4អានេះទៅយកយើងកែទេអញ្ចឹងពេលខ្លះទៅថតឲ្យកុំរិះគន់ពេកលោកអើយគេដាក់ឲ្យមើលហើយគេឲ្យតែហ្វេនគេមើលសោះឯងចូលមកអាទ្របឃើញអីក៏ស្លាប់ទៅខ្ញុំមិនទៅថាស្អីអានោះភ្លើងមុខវាហើយយើងប្រើកុងតាក់ on off បើកបិទដៃនេះហើយនេះកុងតាបាទសោវាបងប្អូនចាក់រកសោឃើញណាកុងសោវាអាចបើកបាន2នេះកុងតា lock ហើយនេះសោបាទវាបើកសោហើយក៏មិនគាត់ថាភ្លឺភ្លើងដែរបាទនិយាយទៅបើកមួយកុងតា lock ទៀតហើយសោវាមាន2កន្លែងទៀតគឺថាបងប្អូនបើកទៅអត់ជាប់ទៀតអញ្ចឹងណាអញ្ចឹងទៅកុំចេះតែហ៊ានហើយបាទមានអីទេឲ្យបងប្អូនមើលប៉ុណ្ណឹងបាទក៏ប្រាប់ថា BMW ប៉ុណ្ណឹងអរគុណច្រើនបងប្អូនក៏បងប្អូនទាំងគ្នាកុំភ្លេចជួយចុច Subscribe ម្នាក់មួយបងប្អូនបាទហើយ Like Subscribe បងប្អូនជាច្រើនមើលវីដេអូហើយភ្លេច Subscribe រហូតបាទអញ្ចឹងសំណពរបងប្អូនជួយ Subscribe ម្នាក់មួយផងបាទអរគុណ